ជំរាបសួរអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ថ្ងៃនេះខ្ញុំដុលអប់រំភាសា Edward មកណែនាំនៅកម្មវិធីសិក្សាថ្មីមួយសម្រាប់កុមារពីអាយុ6ឆ្នាំដល់12ឆ្នាំកម្មវិធីនេះមានឈ្មោះថាកម្មវិធីអប់រំភាសាអង់គ្លេសសម្រាប់កុមារបែបអំណានតើកម្មវិធីបែបអំណាននេះមានគោលបំណងអប់រំកុមារបែបណាអ្នកទាំងអស់គ្នាអាចមកស្ដាប់នៅក្នុងវីដេអូនេះបានដំបូងយើងនឹងមករៀបរាប់អំពីគោលបំណងនៃកម្មវិធីអប់រំភាសាកុមារបែបអំណាននេះអញ្ចឹងគោលបំណងទី1ដែលកម្មវិធីអប់រំកុមារបែបអំណាននេះធ្វើឡើងគឺដើម្បីអប់រំកុមារនិងបង្កើនសមត្ថភាពភាសាអង់គ្លេសកុមារដើម្បីក្លាយខ្លួនទៅជាអ្នកអានមួយនៅក្នុងភាសាអង់គ្លេសតពីការអានរឿងទាំងឡាយនៅក្នុងកម្មវិធីសិក្សារបស់យើងពួកគាត់មានឱកាសនៅក្នុងការសម្ដែងពួកគាត់មានឱកាសនៅក្នុងការបរិយាយរឿងនឹងប្រាប់ទៅអ្នកដទៃហើយគាត់ក៏មានឱកាសនៅក្នុងការទំនាក់ទំនងបន្ថែមនៅក្នុងសង្គមដូចគ្នាអ្វីដែលកាន់តែពិសេសទៀតនោះគឺកម្មវិធីនេះគឺធ្វើឡើងដោយមជ្ឈមណ្ឌលអប់រំភាសា Edward ដោយមានការរួមផ្សំជាមួយនឹងកម្មវិធីសិក្សាបែប Cambridge Testយើងបានរួមបញ្ចូលនៅសម្ភារៈសិក្សាដូចជា textbook បែប Cambridge ដែលមានន័យថាកូនសិស្សនឹងទទួលបានសៀវភៅរឿងនិងសៀវភៅពុម្ពមួយហើយនិងសៀវភៅលំហាត់មួយដែលធ្វើឲ្យគាត់បានអភិវឌ្ឍភាសាអង់គ្លេសរបស់ពួកគាត់ពេញលេញនៅក្នុងការអានការស្ដាប់និងការនិយាយដូចគ្នាការវាស់ស្ទង់សមត្ថភាពកូនសិស្សនៅក្នុងការចូលរៀននៅក្នុងកម្មវិធីអង់គ្លេសបែបកុមារនិងបែបអំណាននេះគឺបានន័យថាយើងវាស់ស្ទង់សមត្ថភាពគាត់ទៅតាម Cambridge Test នៅក្នុង Cambridge Test ពួកគាត់នឹងមកវាស់ស្ទង់សមត្ថភាពពី level 1ដល់ level 6ពេលនោះគឺគាត់ដឹងថាតើគាត់អាចចូលរៀននៅក្នុង level មួយណាបានសរុបមកបើសិនជាកូនសិស្សអាយុ6ឆ្នាំដល់12ឆ្នាំចូលរួមនៅក្នុងកម្មវិធីសិក្សាបែបអំណាននេះពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ធំ4ទី1សមត្ថភាពនៅក្នុងការអាននិងយល់ជាភាសាអង់គ្លេសទី2នៅក្នុងការគិតដោយបែបស៊ីជម្រៅទី3គឺធ្វើឲ្យក្មេងៗមានទំនុកចិត្តនៅក្នុងការបញ្ចេញភាសាអង់គ្លេសនៅក្នុងការសម្ដែងនៅក្នុងការ express idea របស់ពួកគាត់ទី4គឺពួកគាត់អាចចូលរួមនៅក្នុងកម្មវិធីបែប Cambridge Test មួយហើយពួកគាត់ក៏អាចចូលរួមនិយាយនិងសម្ដែងនិង communicate បានន័យថាទំនាក់ទំនងជាមួយនឹងគ្រូបរទេសផងដែរបើសិនជាឪពុកម្ដាយទាំងអស់ចាប់អារម្មណ៍ចុះឈ្មោះចូលរៀនឲ្យកូនពីអាយុ6ឆ្នាំដល់12ឆ្នាំក្នុងកម្មវិធីនេះពុកម្ដាយទាំងអស់អាចតាក់ទងមកមជ្ឈមណ្ឌលអប់រំភាសា Edward ដែលមានទីតាំងនៅខាងក្រោមនិងលេខទូរស័ព្ទនៅខាងក្រោមនេះបានមជ្ឈមណ្ឌលអប់រំភាសា Edward ទទួលចុះឈ្មោះចូលរៀននិងធ្វើតេស្តចូលរៀនចាប់ពីថ្ងៃនេះតទៅរាល់ចម្ងល់ទាំងអស់ឪពុកម្ដាយទាំងអស់អាចតាក់ទងមកបានសូមអរគុណ